ជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីស្វាគមន៍មកកាន់ច្បីរឿងរ៉ាវសារជាថ្មីនៅថ្ងៃនេះដែរច្បីរឿងរ៉ាវនឹងលើកយកនៅព័ត៌មានមួយដែលតាក់ទងជាមួយនឹងហេតុការណ៍បាក់រលំនៅធ្នឹមស្ពាន5សងដែលគេហៅថាស្ពានព្រាម2ដែលជាចំណុចផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់មួយនៅក្នុងទីក្រុងបាងកកផងដែរនៅក្នុងហេតុការណ៍នោះផងដែរគឺបណ្ដាលឲ្យមានគ្រោះថ្នាក់រហូតដល់ទៅ6នាក់និងអ្នករងរបួសជាច្រើនអ្នកផងដែរដែលនៅក្នុងនោះក៏មានបងប្អូនពលករខ្មែរយើងស្ថិតនៅក្នុងហេតុការណ៍នោះផងដែរហើយនេះច្បីរឿងរ៉ាវនៅក្នុងវីដេអូថ្ងៃនេះច្បីរឿងរ៉ាវនឹងលើកយកនៅព័ត៌មានមួយដែលតាក់ទងជាមួយនឹងការរលំនៅធ្នឹមស្ពាន5សងយកមកជម្រាបជូនដល់ប្រិយមិត្តបានជ្រាបជាមុនសិនប្រិយមិត្តជាទីមេត្រីកាលពីរាត្រីម៉ោង1រំលងអធ្រាត្រនៅចូលថ្ងៃទី15ខែមីនាឆ្នាំ2025កន្លងទៅមានហេតុការណ៍មួយបានកើតឡើងនៅត្រង់ចំណុចស្ពានអាកាសឬក៏ហៅថាស្ពានប្រារាមសងដែលជាស្ពានអាកាសកំពុងស្ថិតនៅក្នុងការសាងសង់ដែលមិនទាន់រួចរាល់នៅឡើយដោយគម្រោងសាងសង់ស្ពានអាកាសមួយនេះគឺបានចាប់ផ្ដើមសាងសង់តាំងពីខែកុម្ភៈឆ្នាំ2024កន្លងទៅមកម្ល៉េះបើតាមប្រភពព័ត៌មានអ្នកនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងផងដែរថាហេតុការណ៍នេះបានកើតឡើងយ៉ាងឆាប់រហ័សដោយស្ពានដែលកំពុងតែចាក់បេតុងនៅត្រង់ចំណុចនោះបានបាក់ទម្រស្ពានរលំមកភ្លាមតែម្ដងដែលបណ្ដាលឲ្យវិស្វករហើយនិងកម្មករដែលកំពុងតែធ្វើការនៅវេនយប់អ្នកពេលនោះគឺរងគ្រោះថ្នាក់រហូតដល់មានអ្នកដែលស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងភ្លាមចំនួន5នាក់ទៀតផងមិនតែប៉ុណ្ណោះក៏មានអ្នកដែលរងរបួសរហូតដល់ទៅចំនួន27អ្នកផងដែរអ្នកដែលរងរបួសនោះរួមមានកម្មករជាជនជាតិថៃជនជាតិភូមាហើយនិងជនជាតិខ្មែរយើងទៀតផងប្រភពព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងផងដែរថាហេតុការណ៍រលំទម្រស្ពានអាកាសកំពុងចាក់បេតុងនោះគឺត្រង់ចំណុចនេះគឺមិនមែនទៅតែកើតមាននៅពេលនេះនោះទេតែហេតុការណ៍ដូចគ្នាដែលកំពុងតែកើតឡើងនេះក៏បានកើតកាលពីចុងខែវិច្ឆិកាឆ្នាំ2024កន្លងទៅផងដែរតែហេតុការណ៍គ្រានេះគឺមានចំនួនអ្នករងគ្រោះច្រើនជាងកាលពីចុងខែវិច្ឆិកាកន្លងទៅទៀតអ្នកភូមិម្នាក់ដែលរស់នៅជិតកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ផងដែរថាខណៈពេលនោះដែរគឺគាត់បានឮសូរសំឡេងលាន់យ៉ាងខ្លាំងដូចជាស្នូររន្ទះបន្ទាប់ពីបានឮសំឡេងនោះហើយទើបចាប់ផ្ដើមលេចឮនៅសំរែកស្រែកទ្រហោឲ្យជួយអ្នកភូមិរូបនោះក៏បានស្ទុះទៅបើកភ្លើងប៉ុន្តែភ្លើងក៏ដាច់អស់តែម្ដងមិនត្រឹមតែប៉ុណ្ណោះហេតុការណ៍នៅក្នុងរាត្រីនោះក៏ត្រូវបានកាមេរ៉ារថយន្តដែលធ្វើដំណើរនៅក្រោមស្ពាននោះបានថតជាប់ហេតុការណ៍នោះផងដែរដោយហេតុការណ៍នោះគឺកើតឡើងភ្លាមតែម្ដងដោយមានការបាក់ស្ពានធ្លាក់ចុះមកលើផ្ទៃដីដាច់អគ្គិសនីស្ដែងនៅខាងមុខរថយន្តនោះផ្ទាល់តែម្ដងម្ចាស់រថយន្តគឺមានការភ័យខ្លាចយ៉ាងខ្លាំងព្រមទាំងស្រែកឧទានផងដែរថាប្រសិនបើរថយន្តបើកលឿនជាងនោះតែបន្តិចច្បាស់ជាត្រូវសង្កត់ក្រោមគ្រោងដែកហើយនឹងបេតុងស្ពាននោះជាមិនខានជនរងគ្រោះនៅក្នុងហេតុការណ៍នេះដែររួមមាន27នាក់ដែលរួមមានសញ្ជាតិថៃភូមាហើយនិងខ្មែរយើងជនរងគ្រោះនៅក្នុងហេតុការណ៍នេះគឺរួមមាន27នាក់ដែលរួមមានជនជាតិសញ្ជាតិថៃភូមានិងខ្មែរដែលនៅក្នុងចំណោម27នាក់នោះហើយមានអ្នកស្លាប់បាត់បង់ជីវិតផ្សេងទៀតសរុបចំនួន6នាក់គិតត្រឹមថ្ងៃទី16ខែមីនាឆ្នាំ2025ដែលនៅក្នុងនោះដែរគឺជនជាតិថៃចំនួន3នាក់ហើយនិងជនជាតិភូមាចំនួន3នាក់អ្នកដែលរងរបួសចំនួន27នាក់កំពុងតែសម្រាកនៅតាមមន្ទីរពេទ្យសង្គ្រោះដែលក្នុងចំណោមនោះដែរក៏មានបងប្អូនពលករសញ្ជាតិខ្មែរយើងផងដែរចំនួន3នាក់ជុំវិញហេតុការណ៍នេះផងដែរមានមតិមួយចំនួនបានជឿថាការស្លាប់របស់កម្មករអ្នកគ្រានេះគឺជាការបូជាថ្វាយទៅដល់ម្ចាស់ទឹកម្ចាស់ដីឬក៏ព្រះភូមិដែលនៅត្រង់ចំណុចនោះប៉ុន្តែទោះបីជានេះគឺជាសំណែនដែលថ្វាយដល់ស្ថាបត្យកម្មសំណង់នោះយ៉ាងណាក៏ដោយក៏សូមបួងសួងកុំឲ្យមានកើតហេតុការណ៍បែបនេះអីអ្នកជំនាញបានប៉ាន់ស្មានជាបឋមផងដែរថាមូលហេតុដែលនាំឲ្យកើតមានការបាក់រលំនៅធ្នឹមទទឹងស្ពានអាកាសនេះគឺអាចមកពីគ្រោងទ្រទម្ងន់ឬក៏ temporary structure កើតមានការប្រែប្រួលជាយថាហេតុដែលអាចមកពីស្ថានភាពនៃការប្រែប្រួលនៃដីដែលនាំឲ្យមានការរំកិលនៅពុម្ពគ្រោងឆ្អឹងដែកដែលទ្រស៊ីម៉ង់ខុនគ្រីតឬក៏ស៊ីម៉ង់រេលួចនោះចំនួន10ទម្ងន់10តោនដែលផ្អៀងរលំធ្លាក់ចុះមកគួរបញ្ជាក់ផងដែរថាករណីបែបនោះប្រសិនបើមានការប្រែប្រួលខុសគ្នាសូម្បីតែ1សង់ទីម៉ែត្រក៏អាចនាំឲ្យកើតមាននៅគ្រោះថ្នាក់បានផងដែរ
តែទោះជាយ៉ាងណាក៏ដោយក្រុមអ្នកជំនាញនឹងបន្តស្រាវជ្រាវស្វែងរកនៅមូលហេតុនិងធ្វើការពិសោធន៍រកនៅមូលហេតុពិតជាក់ស្ដែងបន្ថែមទៀតយោងទៅតាមហេតុការណ៍ដ៏អាក្រក់មួយនេះបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកធ្វើការនៅក្នុងប្រទេសថៃក៏សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយនៅរក្សានៅសុខសុវត្ថិភាពនៅក្នុងការដ្ឋានហើយជាពិសេសគឺគួរតែចេះពីវិធីសង្គ្រោះបឋមដើម្បីជួយដល់មិត្តរួមការងារមុននឹងក្រុមសង្គ្រោះមកដល់ផងដែរហើយច្បីរឿងរ៉ាវមានតែសូមជូនពរដល់ប្រិយមិត្តនិងជាពិសេសបងប្អូនខ្មែរយើងដែលធ្វើការងារនៅតាមទីដែលមានហានិភ័យសូមសំណាងល្អជួបប្រទះទៅនឹងសេចក្តីសុខសុវត្ថិភាពគ្រប់ពេលវេលាច្បីរឿងរ៉ាវសូមអរគុណដល់ប្រិយមិត្តដែលបានតាមដានទស្សនារហូតដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយទៀតជាបន្តសូមអរគុណសូមជម្រាបលា Spotlight shining lights the stage.